បន្តចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងវិស័យអប់រំវិញម្ដងដោយក្រសួងអប់រំយុវជននិងកីឡាបានដាក់ឲ្យដំណើរការជាផ្លូវការនៅកម្មវិធីពង្រឹងសមត្ថភាពបង្រៀនភាសាអង់គ្លេសសម្រាប់គ្រូដែលបង្រៀននៅថ្នាក់បឋមសិក្សាលោកជំទាវបណ្ឌិតខួនវិជ្ជការអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលនិងវិក្រិតការនៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាកម្មវិធីនេះគឺមានសារៈសំខាន់សម្រាប់លោកគ្រូអ្នកគ្រូដើម្បីយកចំណេះដឹងបន្ថែមពីភាសាខ្មែរទៅបង្រៀនសិស្សានុសិស្សនិងមានការតាក់ទងជាមួយនឹងការងារផ្សេងទៀតនៅពេលអនាគតស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យា Digital កំពុងតែមានភាពជឿនលឿននិងទំនើបនៅលើពិភពលោកជំទាវបានបន្តថាចំណេះដឹងភាសាបរទេសគឺជាបទពិសោធន៍ដែលធ្វើឲ្យបានស្គាល់ពីវប្បធម៌បរទេសជាច្រើនតាមរយៈការអានស្ដាប់ព័ត៌មានភាសាអង់គ្លេសជាដើមការសិក្សាភាសាបរទេសគឺមិនគិតពីវ័យនោះទេក៏អាចរៀនភាសាអង់គ្លេសបានដែរនៅពេលគ្រូបង្រៀនមានចំណេះដឹងភាសាអង់គ្លេសឬភាសាផ្សេងទៀតបានច្បាស់លាស់ងាយស្រួលនៅក្នុងការវិតម្លៃលើទិន្នន័យអ្វីមួយបានត្រឹមត្រូវជាងមុនជាពិសេសគឺគួរតែមានឱកាសសិក្សាបានល្អិតល្អន់និងមានភាពជឿជាក់លើខ្លួនឯងទាំងយុវជននិងមនុស្សចាស់ព្រោះពួកគេគឺមានការយល់ដឹងកាន់តែច្រើនថែមទៀតពីលើភាសាខ្មែរជាពិសេសគឺបានការសិក្សាលើបច្ចេកទេសទៅលើ AI ជាដើមលោកវ៉ានថុលដែលជាអនុប្រធាននាយកដ្ឋានបឋមសិក្សាបានបញ្ជាក់ថាភាសាអង់គ្លេសជាភាសាយានទី2សម្រាប់ប្រជាជាតិនៅក្នុងតំបន់អាស៊ានភាសាអង់គ្លេសគឺមិនមែនជាជំនាញបន្ថែមតូចតាចនោះឡើយសម្រាប់ការរីកចម្រើនការងារការសិក្សានិងការតភ្ជាប់ជាមួយនឹងពិភពលោកភាសាអង់គ្លេសគឺជាច្រកទ្វារទៅកាន់ឱកាសសេដ្ឋកិច្ចទេសចរនិងពាណិជ្ជកម្មអន្តរជាតិប្រជាជនមានជំនាញភាសាអង់គ្លេសល្អនឹងអាចជំរុញឲ្យអាជីវកម្មការងារបង្កើតចំណូលថ្មីៗសម្រាប់ប្រទេសកាន់តែល្អប្រសើរលោកសុនណាតដែលជានាយកប្រតិបត្តិអង្គការគាំទ្រការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន TDSO មានប្រសាសន៍ថាកម្មវិធីពង្រឹងសមត្ថភាពវិធីសាស្ត្របង្រៀននិងរៀនភាសាអង់គ្លេសសម្រាប់គ្រូនៅកម្រិតបឋមសិក្សាមានការចូលរួមពីគ្រូកម្រិតបឋមសិក្សាមកពីតាមបណ្ដាខេត្តជាច្រើនដើម្បីធ្វើការផ្លាស់ប្ដូរវប្បធម៌គ្នានិងជាឱកាសមួយដល់ពួកគេក្នុងការសិក្សាឆ្វេងយល់និងដកស្រង់នៅបទពិសោធន៍គ្នាទៅវិញទៅមកនៅក្នុងការនិយាយភាសាអង់គ្លេសដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនលោកបានបន្ថែមទៀតថាក្នុងកម្មវិធីនេះរៀបចំធ្វើឡើងដើម្បីបន្ស៊ីនៅកម្មវិធីទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអភិវឌ្ឍមូលដ្ឋានមនុស្សស្តង់ដារសាលាបឋមសិក្សាដោយការបង្រៀននិងការរៀននិងបន្ស៊ីជាមួយនឹងផែនការយុទ្ធសាស្ត្រកែតម្រង់ការអប់រំបង្រៀននៅកម្ពុជាឆ្នាំ2024-2030ជាពិសេសគឺបានផ្សព្វផ្សាយអំពីក្របខ័ណ្ឌពេលវេលានៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពវិធីសាស្ត្របង្រៀននិងការរៀនភាសាអង់គ្លេសសម្រាប់គ្រូនៅកម្រិតបឋមសិក្សាជាពិសេសគ្រូកិច្ចសន្យាលោកញឹកសាគុណដែលជាអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបបានឲ្យដឹងថាសេវាអប់រំផ្នែកឯកជនមានមត្តេយសិក្សាបឋមសិក្សានិងមធ្យមសិក្សាចំនួន157កន្លែងនិងសេវាអប់រំសាធារណៈរបស់រដ្ឋមានចំនួន1119កន្លែងលទ្ធផលនៃការសិក្សាបានប្រឡងជាប់ចាប់ពីឆ្នាំ2024កន្លងមកពី86%ឡើងទៅ